ហេតុអីបានជាមនុស្សភាគច្រើនចង់រក្សាការសម្ងាត់ប៉ុន្តែបើជាយករឿងសម្ងាត់របស់ខ្លួនឯងទៅនិយាយប្រាប់មនុស្សជិតស្និទ្ធអ្នកគ្នាត្រូវដឹងថារាល់ការសម្ងាត់របស់យើងបើមិនជាយើងហ៊ានចែករំលែកទៅកាន់អ្នកដទៃឬអ្នកណាក៏ដោយនៅជុំវិញខ្លួនយើងវានឹងលែងខ្លាចជាការសម្ងាត់ដែរពីព្រោះយើងមើលឃើញថាមនុស្សភាគច្រើននៅពេលដែលជួបជុំគ្នាអញ្ចឹងគឺគាត់ចូលចិត្តយករឿងរបស់អ្នកដទៃយកមកនិយាយមិនថារឿងស្នេហាមិនថារឿងលួចកាក់មិនថារឿងការងារឬរឿងអីក៏ដោយនៅពេលដែលជុំគ្នាអញ្ចឹងគឺគាត់ចូលចិត្តយករឿងហ្នឹងមកជជែកវិញញែកហើយអ្នកខ្លះទៀតនៅពេលដែលចូលចិត្តនរណាមួយអញ្ចឹងគឺចូលចិត្តយករឿងរបស់គេមកនិយាយហើយអាចនឹងប្រឌិតរឿងហ្នឹងឡើងមកដើម្បីឲ្យអ្នកដទៃគេចង់ស្ដាប់ហើយម្យ៉ាងវិញទៀតអ្នកគ្នាត្រូវដឹងថាមនុស្សដែលអាចផ្ដួលរំលំយើងបានណាគឺមិនមែនជាអ្នកដទៃឬអ្នកណាទេគឺជាមនុស្សដែលនៅជុំវិញខ្លួនយើងមនុស្សដែលស្និទ្ធស្នាលជាមួយនឹងយើងពីព្រោះគាត់ដឹងរកចំណុចខ្សោយរបស់យើងមានមនុស្សច្រើនណាស់ដែលគាត់ធ្វើឲ្យខ្លួនគាត់ពិបាកដោយសារតែការ oversharing គាត់ចូលចិត្តបង្ហាញ show off នៅលើ social media ចូលចិត្តអួតនេះអួតនោះដោយសារតែចង់បានចំណាប់អារម្មណ៍ពីអ្នកដែលជុំវិញខ្លួនចង់ឲ្យអ្នកដទៃស្ញើចសើរទៅលើភាពជោគជ័យរបស់ខ្លួនឯងអញ្ចឹងហើយគឺ you don't have to tell people about what you're doing about what you goal about your plan ពីព្រោះនៅពេលដែលយើងមានគម្រោងឬក៏ដៅនៅក្នុងការធ្វើអ្វីមួយតែយើងទៅ share ឲ្យអ្នកផ្សេងដឹងគឺវាប្រៀបបានដូចជាយើងបានធ្វើវារួចហើយពីព្រោះនៅពេលដែលយើងនិយាយពីក្តីសម័យរបស់ខ្លួនឯងប្រាប់ទៅអ្នកដទៃគូក្បាលរបស់យើងវានឹងផ្លែកនៅ hormone dopamine ដែលជា hormone បង្កើតក្តីសុខ so វាធ្វើឲ្យយើងមានអារម្មណ៍ថាយើងនិយាយពីក្តីសម័យរបស់ខ្លួនឯងវាមើលឃើញពីរូបភាពវាធ្វើឲ្យយើងមានអារម្មណ៍ថាដូចយើងបាន done it already ដូចយើង already achieve it so នៅពេលដែលយើងធ្វើវាបានសម្រេចគឺវាមិនអី surprise ទេហើយពេលខ្លះនៅពេលដែលយើង share ពីគម្រោងឬក៏គោលដៅរបស់ខ្លួនឯងទៅកាន់នរណាម្នាក់អញ្ចឹងគឺវាធ្វើឲ្យយើងបាត់បង់ motivation ពីព្រោះអ្នកខ្លះនៅពេលដឹងពីគោលដៅរបស់យើងអញ្ចឹងគឺគាត់អាចនឹង distract គាត់អាចនឹងអត់សប្បាយចិត្តឬអ្នកខ្លះគាត់អាចនឹងបង្ហាញនៅ negative energy មកឲ្យយើង so វាធ្វើឲ្យយើងបាត់បង់នៅការជឿទុកចិត្តដែលចង់ធ្វើរឿងនឹងបន្តទៀត so speak less and let your success speak for you ដូចជានៅពេលដែលខ្ញុំ start ធ្វើ TikTok video អីចឹងគឺខ្ញុំអត់ដែលប្រាប់អ្នកណាឬមួយក៏ទៅសុំអ្នកណាគេឲ្យមក follow TikTok របស់ខ្ញុំទេមិនថាមាន page ចិត្តឬអីក៏ដោយគឺខ្ញុំព្យាយាម take action ខ្ញុំព្យាយាមធ្វើ video របស់ខ្ញុំរហូតដល់ថ្ងៃមួយដែល video ខ្ញុំមក get viral ហើយគេឃើញ video របស់ខ្ញុំនៅលើ page របស់គាត់ that's why ទៅគេមក stalk ហើយគេមក follow អីចឹងទៅ because បើសិនជាខ្ញុំទៅនិយាយប្រាប់គេថាអូខ្ញុំនឹងធ្វើពី content ជាមួយចុះពីអ្នកខ្លះគឺអាចនឹងនិយាយថា we are okay ទេ we not good you shouldn't do that you ឥឡូវគេអត់ពីនិយម content ជាមួយចុះពីចឹងទៅ so គាត់អាចនឹង distract យើងអ្វីដែលល្អគឺ keep silent as much as possible ព្យាយាម keep គោលដៅខ្លួនឯងសកម្មភាពខ្លួនឯងឲ្យស្ងប់ស្ងាត់ពីព្រោះមិនថាអ្នកគ្នាជាអ្នកមានអ្នកក្រឬមួយក៏មានគោលដៅកំពុងតែធ្វើអ្វីមួយ start new projects small business or do any content or make a video have any idea I think you don't have to share everything to other people ពីព្រោះនៅពេលដែលយើង share less យើងក៏អត់ចាំបាច់ stress ដែរត្រូវចាំថាអ្នកដទៃអ្នកនៅជុំវិញខ្លួនរបស់យើងនៅពេលដែលគាត់ដឹងពីគោលដៅរបស់យើងហើយពេលខ្លះគឺគាត់នឹងចាំទន្ទឹងចាំមើលទន្ទឹងចាំចាប់កំហុសថាតើយើងអាចធ្វើបានឬក៏អត់តើយើងនឹងធ្វើវាបានល្អកម្រិតណាបើមិនជាយើង keep វាជា silent យើងអត់មាន pressure ពីអ្នកដទៃដែលថាអូបើយើង fall ឬមួយយើង make a mistake you can start again យើងអាចធ្វើវាម្ដងទៀតពីព្រោះគ្មានអ្នកណាដឹងថាយើងធ្វើអីគេទោះបីយើងធ្វើខុសឬត្រូវក៏មានអ្នកដឹងដែរអ្នកគ្នាត្រូវដឹងថា most people want to see you good but not better than them you know មនុស្សជាច្រើនចង់ឲ្យយើងទទួលបានរស់នៅជីវិតសុខស្រួលតែមិនមែនសុខស្រួលជាងពួកគាត់ទេចង់ឲ្យយើងរស់នៅមានក្តីសុខប៉ុន្តែក៏មិនមែនបានន័យថាត្រូវតែមានក្តីសុខជាងពួកគាត់ដែរពិភពលោកពោពេញទៅដោយការចំណាយពិភពលោកពោពេញទៅដោយអ្នកដែលគាត់ចង់ដឹងចង់ផ្ដួលរលំដូច្នេះ keep it silent រក្សារឿងគ្រប់យ៉ាងដែលជារឿងសំខាន់ឬគោលដៅរបស់ខ្លួនឯងឲ្យបានស្ងាត់ let's say ថាបើសិនជាអ្នកគ្នាចង់ទៅ gym so នៅពេលអ្នកគ្នាប្រាប់មិត្តភក្តិថា okay I will go to gym next week តែស្អីដល់ next weekគាត់បបួលយូរតែនេះតែនោះតែផឹកតែគាត់ដឹងថា you commit to do that so គឺគាត់ព្យាយាម distract អ្នកគ្នាយើងគិតថាអូយើងចង់រៀននៅ new course new language ប៉ុន្តែយើងអត់ទៅរៀនទេដោយសារមានមិត្តភក្តិប្រាប់ថាអូចាំផងគាត់នឹងទៅរៀននៅពេលនេះពេលនោះដែរ so យើងចាំមិត្តភក្តិ so ពេលចាំចុះចាំឡើងពេលវេលាកន្លងផុតទៅគាត់រវល់គាត់អត់បានចូលរៀនធ្វើឲ្យយើងអត់បានចូលរៀនដូចគ្នា so that's why don't tell anything about you to other people ពីព្រោះនៅពេលដែលយើងខ្លួនយើងមាន motivation នៅក្នុងការចាប់ផ្ដើមធ្វើអ្វីមួយដើម្បីខ្លួនឯងគេថាអ្នកខ្លះចង់ធ្វើវីដេអូ okay tomorrow I will pick up a phone and then I take a video ប៉ុន្តែនៅពេលដែលមាននរណាមួយមកបង្អាក់សកម្មភាពឬមួយនិយាយល្អពីរឿងរបស់យើងឬមួយក៏ពីគោលដៅដែលយើងកំពុងតែចង់ធ្វើអ្នកគ្នានឹង lose motivation មកពីព្រោះយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង so if you want to do things better improve yourself quietly start the progress and make every step forward by yourself come oversharing អ្វីក៏ដោយ the more you quiet the more you attract people and the more your action speak louder สู้